ក្មេងស្រីវាបរោះចំណាស់99ដងជារៀងរាល់ថ្ងៃសូម្បីតែអ្នកធ្វើដំណើរតាមផ្លូវក៏ទ្រាំមើលលេងបានដែរក៏ប្រញាប់ដើរទៅគាត់ដោយលើកសម្លេងថាអ្នកនេះគ្មានហេតុផលសោះខ្ញុំកំពុងអប់រំចៅទូតរបស់ខ្ញុំតើមានអ្វីខុសទៅគាត់លឺហើយក៏ភ្ញាក់ផ្អើលភ្លាមតាចាស់ក៏ក្រោកឈរពន្យល់គាត់ពិតជាយាយទូតរបស់ខ្ញុំមែនសូមសួរថាលីនកៅស៊ូមានអាយុ370ឆ្នាំហើយឬទេពធីតានាងនិយាយថាខ្ញុំឯណាជាទេពធីតាគឺដោយសារខ្ញុំមានរូបមន្តឆ្នាំមួយបានផឹកជាប់លោកជាច្រើនឆ្នាំមិនត្រឹមតែពន្យាអាយុជីវិតថែមទាំងរក្សាភាពក្មេងវ័យបានថែមទាំងអាចទទួលបានវិវរណៈពីស្ថានសួគ៌ទៀតផងគាត់លឺហើយក៏មានការចាប់អារម្មណ៍ភ្លាមមិនដឹងថារូបមន្តឆ្នាំនេះមានគ្រឿងផ្សំប៉ុន្មានមុខហើយអាចបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយបានដែរឬទេនាងនិយាយថាពិតណាស់អាចបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយបានវាមានតែមួយមុខប៉ុណ្ណោះវាមាននៅជុំវិញខ្លួនយើងគ្រប់ទីកន្លែងតែវាមាន5ឈ្មោះសំណាងល្អបានមកដល់ហើយអនាគតរបស់អ្នកនឹងរលូនគ្រប់យ៉ាងហើយខ្លាចជាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភរឿងនេះកើតឡើងជាង1000ឆ្នាំមុនបុរសម្នាក់នាំអ្នកបម្រើ2នាក់ពីទីក្រុងក៏ប្រញាប់ទៅកាន់តំណែងនៅហ៊ឺស៊ីពេលឃើញថ្ងៃលិចបាត់មេឃក៏ងឹតបន្តិចម្ដងអ្នកបម្រើក៏ស្នើឲ្យសម្រាប់នៅសន្តាគារខាងមុខមួយយប់ពេលនេះក៏មានតែប៉ុណ្្នឹងទេពេលទើបមកដល់មុខសន្តាគារស្រីក្រមុំម្នាក់ក្មេងស្អាតក៏ដើរចេញមកស្វាគមន៍បន្ទប់ជាន់លើ2អូខេបន្ទប់ជាន់លើ2កូនកំឡោះមានភ្ញៀវមកដល់ហើយចេញមកលឿនរៀបចំកន្លែងអង្គុយឲ្យភ្ញៀវរួចហើយដុតភ្លើងធ្វើម្ហូបតែអ្វីដែលគ្មាននរណានឹកស្មានដល់នោះគឺកូនកំឡោះនៅក្នុងហាងបែរជាមនុស្សចាស់ជ្រាបម្នាក់ទៅវិញពេលនារីម្នាក់នោះឃើញគាត់ដើរយឺតនៅក្នុងចិត្តក៏កើតមានកំហឹងឆាប់ចេះឡើងក៏ចាប់យកដំបងឈើមួយហើយវាយទៅលើគាត់លោកតាក៏ឈឺចាប់ពេញខ្លួនអង្គុយលើដីគឺក្រោកឈរលេងរួចបុរសដែលនៅក្បែរនោះពិតជាទ្រាំមើលលេងបាននាងក្មេងស្រីម្ដេចក៏ខ្វះការអប់រំបែបនេះមិនគោរពមនុស្សចាស់មិនអីទេថែមទាំងហ៊ានលើកដៃវាយមនុស្សចាស់ទៀតមិនសមហេតុផលសោះក្រោយពេលនាងពន្យល់បុរសទើបដឹងថានារីនៅមុខគាត់មានអាយុដល់ទៅ370ឆ្នាំហើយនាងនិយាយថាខ្ញុំមានរូបមន្តឆ្នាំមួយបើលេបជាប់ជាប្រចាំនឹងអាចក្មេងជានិច្ចចំណែកចៅទូតរបស់ខ្ញុំនេះមិនស្ដាប់បង្គាប់ទេទើបតែជាង80ឆ្នាំប៉ុណ្ណោះតែចាស់ទ្រុឌទ្រោមណាស់ទៅហើយបុរសសួរថាតើរូបមន្តឆ្នាំនេះមានប៉ុន្មានមុខនាងនិយាយថាមានតែមួយមុខប៉ុណ្ណោះតែអស្មួយមុខនេះបែរជាមានឈ្មោះ5យ៉ាងអស្នេះនៅរដូវការីហៅថាទៀងជីងរដូវក្តៅហៅថាគូជីរដូវស្លឹកឈើជ្រុះហៅថាទីគូរដូវរងាហៅថាសៀនរំចាងក៏ហៅថាស៊ីវ៉ាងមូចាងដែរលេបជាប្រចាំអាចមានអាយុយូរស្មើនឹងមេដីបុរសស្រីហើយក៏យល់ឃើញថាអោគឺផ្លែគូជីនេះឯងខ្ញុំបានអានសៀវភៅបុរាណច្រើនតាំងពីតូចនៅក្នុងសៀវភៅឈុនជីងនិងស៊ីជីងពីប្រសិទ្ធភាពរបស់ផ្លែគូជីក៏មានកត់ត្រាទុកតាំងពីយូរណាស់មកហើយសូម្បីតែក្នុងកំណាព្យរបស់ស៊ូដុងព័រនិងអ្នកប្រាជ្ញដូចបៃជូអ៊ីជាដើមក៏បានកោតសរសើរផ្លែគូជីយ៉ាងខ្លាំងថ្ងៃនេះបានជួបអ្នកទើបតែបានឃើញពីភាពអស្ចារ្យពិតនៃផ្លែគូជីការស្រាវជ្រាវវិទ្យាសាស្ត្រសម័យទំនើបបានបង្ហាញថាផ្លែគូជីសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទមិនត្រឹមតែអាចជួយឲ្យអាយុវែងថែមទាំងជួយបំពន់នឹងរងនោមបំពន់ថ្លើមនិងជួយឲ្យភ្នែកភ្លឺថ្លាក៏ដូចជាប្រសិទ្ធភាពបន្ថយសម្ពាធឈាមនិងជាតិខ្លាញ់ក្នុងឈាមផងដែរពិតជាឱសថបុរាណចិនដ៏កម្រមួយប្រភេទ